រកេតគេសាក់តួកាចខ្ញុំសុំសាក់តួស្លូតមួយសិនព្រះថ្ងៃនេះភេងពីក្បាលដល់ចុងជើងអីខ្ជួតមួយយ៉ាងតែចឹងបាននិខុបចូលចិត្តឲ្យធ្វើខ្លួនស្ភៀតមុនវិញចាមកមិនបាត់ខ្មៅតែអត់ខ្ចីចេញពីទេសោះមុនខ្ញុំអត់ចូលចិត្តទេពកឈូក៏តែចូលចិត្តបែរតែផលលេម៉ាតៃហើយតើក៏បំងធំលៀបលេម៉ាតៃនោះគឺយកស្បែកសឈូកចូលឆ្នាំហើយប្រញាប់ខ្លុំមកហើយថ្ងៃនេះខ្ញុំទិញកៅខ្លុំម៉ាត់4 5 4សុទ្ធតែស្អាតចឹងមកអានបងសិញឲ្យនៅតើគ្នាមើលដែរក្នុង5ហ្នឹងគឺមានមួយហ្នឹងគឺខ្ញុំស្រឡាញ់ជាងគេណាមកគេគឺបែបបោពបកាឈូកលេខ្មៅបែកអត់សាំភ្នែកគេសំខាន់បែបបែកតនៅផ្ទះហើយណាបែកចេញទៅក្រៅបានទៀតបែកខ្លុំលៀបលេម៉ាតៃដឹងតែសឆ្វាសំខាន់កៅហ្នឹងគឺសាច់តិចទេខ្លុំទៅអត់ធ្វើឲ្យហប់មកទី2អ្នកបែកគាត់ចិត្តភេងហើយស្រឡាញ់គិតធីដឹងតែត្រូវណាដូចក្មេងនេះមើលទៅរៀងតុក្កតាស្កេស្កាបន្តិចប៉ុន្តែនៅក្រៅស្អាតខ្លាំងជាងពេលថតហើយអាយគេគឺរបៀបដៃសោកមរៀមចឹងលុំទៅសដល់ប្រអប់ដៃមកទី3នេះរបៀប Mickey Mouse ពណ៌រៀងចម្រុះបន្តិចហើយអ្នកដែលគាត់ស្រឡាញ់ colorful អីពាក់ពណ៌នេះត្រូវ3ម៉ូតនេះហើយរបៀបកៅតុក្កតាដូចគ្នាខុសទៅរូបពេលប៉ុន្តែពីម៉ូតនេះដូចកៅដើរលេងចឹងខ្ញុំយកពណ៌ស្លាយនេះហើយគឺលោកសាច់ហ្មងពាក់ទៅឃើញឡើងសស្អាតហើយខោគឺលងរបៀបអាយដៃវែងដូចគ្នាអូយខ្ញុំស្រឡាញ់អានេះណាគឺមានព្រួញចង្កេះហើយមានផ្កាកាឡាប់នៅលើអាម៉ូតនេះខ្ញុំទិញបាន2ពណ៌ស្វាយមួយទៀតអាក៏មានខ្លឹមលើក៏មានលៀបតែពាក់ស្វាយដាក់ឈុំចឹងមិនសូវត្រូវដូរកៅវិញសិនណែតអញ្ចេះបានសមដងនិយាយតែពីលេងថ្ងៃនេះខ្ញុំនិយាយពីស្កាប់វិញសិនអ្នកនរគ្នាថាធ្វើមិនប្រើស្កាប់សចាំកុំឲ្យចោះច្រើនពេកអ្នកនរគ្នាត្រូវមានទឹកដោះគោឆៅហើយនឹងស្កាប់សចាំ share tip នេះដឹងតែមកតែលក់ស្កាប់លេងសើដាច់ទេដែលតែគេប្រើមកកំប៉ុងបានយូរពេកស្កាប់សចាំមកគឺជាប្រភេទស្កាប់ដែលមានលបាយម៉ត់ហើយហាប់ចាក់អត់ងាយកពុបទេចឹងពេលអ្នកនរគ្នាប្រើអ្នកខ្លះល្អប្រាប់ថាអូវារៀងស្អិតពេកប្រើទៅចោះអីចឹងអ្នកនរគ្នាអាចលាយជាមួយទឹកដោះគោឆៅបានប៉ិតអាហាប់ពេកណែនពេកហ្នឹងគឺចំណេញដល់យើងអ្នកប្រើទេឃើញមកកំប៉ុងតូចអញ្ចឹងប៉ុន្តែខ្ញុំស្កាប់បាន10ដងហើយមិនដែលដល់គ្នាលាយមួយទឹកដោះគោអញ្ចឹងទៀតចាកូន2បាន20ដងអីហើយទឹកដោះគោក៏វាល្អដល់ស្បែកដែរព្រោះយើងយកមកផឹកបានអញ្ចឹងមានរឿងអីដែលថាមិនជំនួយស្បែកនេះពេលលាយគឺហាមឲ្យរាវពេកដាក់វាមកល្មមឲ្យពេលយើងដោះស្កាប់ទៅគឺវាធ្វើឲ្យស្បែករបស់យើងច្រេះក្អាលច្រេះស្នាមអុចខ្មៅបានស្អាតស្កាប់នេះឲ្យជួយជំរុញកោសិកាចាស់បានល្អប្រវត្តិស្នាមអុចខ្មៅនៅលើស្បែកស្នាមក្រិនតាមជង្គង់ភ្នែកជើងកែងដៃហើយនិងកញ្ញោដៃបានល្អហ្មងពិសេសបន្ទាប់ពីស្កាប់ហើយជួយឲ្យយើងលាបដេឆាប់ចូលតែតែគេrecommendឲ្យស្កាប់ពី2ទៅ3ដងប៉ុន្តែបើអ្នកនរគ្នាសហើយតែម្ដងឬក៏2ដងម្ដងគ្នាខ្ជិលក្នុងមួយអាទិត្យគឺបានហើយលាយស្កាប់ហើយខូចស្បែកយើងអាឡងអាលងដូចពូម៉ែតនេះប្រៀបធៀបខាងដែលស្កាប់និងខាងអត់ស្កាប់លាបលេទៅគឺខាងស្កាប់ហ្នឹងគឺដឹងតែប្លែកលឿនជាងជឿអ្នកនរគ្នាសាកខ្លួនឯងលាបលេមួយខែស្កាប់និងមួយខែទៀតអត់ស្កាប់ហើយយកមកធៀបគ្នាទៅបើមិនជឿខ្ញុំតទៅពីយើងស្កាប់ហើយជួយខ្លួនមកស្ងួតល្មមគឺយើងលាបលេបានហើយមិនជួយខ្លួនឲ្យស្ងួតពេកទេតែយើងទុកស្បែកឲ្យសាំតិចព្រោះការលាបលេរបស់យើងហ្នឹងវាជ្រាបចូលទៅក្នុងស្រទាប់ជ្រៅនៃស្បែកហើយចំពោះអ្នកដែលគាត់ស្បែកខូចស្បែកខ្សោយនិងស្ងួតខ្លាំងអីហ្នឹងអាចលាបស្រូបប៊ីបេរីមុននឹងលាបលេកាន់តែធ្វើឲ្យស្បែកយើងសទ្វេដងហើយស្បែកយើងមានសំណើមជាងមុនទៀតលើពីនេះគឺវាមានតួនាទីទៅជួសជុលស្រទាប់កោសិកាស្បែកដែលខូចឥឡូវមកមើលលេយើងវិញគឺថាខ្ញុំប្រើអស់រាប់រយសិបកំប៉ុងហើយមានមួយក្លិនលេម៉ាតៃមែនតើហ្មងសឹងថាមិនលាបទឹកអប់ក៏អូបដែរចំណុចពិសេសដែលធ្វើឲ្យខ្ញុំបបង់លេនេះទោះបីមានគេផ្សាយថាលេផ្សេងលាបសហោះសហើដល់ណាក៏ខ្ញុំអត់លាបដូរដែរមួយលេនេះគឺពបុកចចេញពីខាងក្នុងសថ្លាសស្បែកធម្មជាតិហ្មងអ្នកអត់ដឹងមើលមិនដឹងថាខ្ញុំធ្លាប់ខ្មៅខ្លាំងឯងអ្នកដែលគាត់មានបញ្ហាមុនខ្នងខ្មៅតាមក្រឹងកលាបទៅបាត់ដែរពិសេសរដូវកាលចិត្តចូលឆ្នាំអញ្ចឹងទៀតណាអ្នកទាំងអស់គ្នាខ្លុំមុនតាពីអាទិត្យអញ្ចឹងក៏អាចសវ៉ាន់តាន់ចូលឆ្នាំដែរណាតែអាកក៏អមអញ្ចឹងឲ្យញឹកទៅដឹងតែសស្មើសមិនស្រួលហោះចោលមុខអ្នកទាំងអស់គ្នាទៀត